អ្នកមិនបានសំខាន់សម្រាប់អ្នកដទៃគ្រប់ពេលទេនេះជាហេតុផលថាហេតុអ្វីក៏អ្នកត្រូវតែផ្ដល់ភាពសំខាន់ដល់ខ្លួនឯងនៅក្នុងជីវិតប្រចាំថ្ងៃយើងច្រើនផ្ដល់ពេលវេលាផ្ដល់កម្លាំងចិត្តផ្ដល់ការយកចិត្តទុកដាក់ទៅឲ្យមនុស្សជុំវិញខ្លួនយើងប៉ុន្តែតើមានប៉ុន្មានដងដែលយើងបានសួរខ្លួនឯងថាតើខ្ញុំសុខសប្បាយជាទេមានមនុស្សជាច្រើនរស់នៅដើម្បីបំពេញចិត្តអ្នកដទៃភ័យខ្លាចថាគេមិនពេញចិត្តភ័យថាគេនិយាយមិនល្អភ័យខ្លាចថាគេបោះបង់ហើយនៅចុងក្រោយអ្នកដែលត្រូវរងរបួសចិត្តជាងគេគឺខ្លួនយើងនេះឯងការផ្ដល់ភាពសំខាន់ដល់ខ្លួនឯងមិនមែនជាការគិតតែពីខ្លួនឯងមិនមែនជាការអត់គិតពីអ្នកដទៃប៉ុន្តែវាជាការយល់ដឹងពីតម្លៃរបស់ខ្លួនឯងពេលដែលអ្នកនឿយហត់សូមអនុញ្ញាតឲ្យខ្លួនឯងបានសម្រាកពេលដែលអ្នកឈឺចាប់សូមទទួលស្គាល់អារម្មណ៍នោះកុំបង្ខំខ្លួនឯងឲ្យមាំមួនជានិច្ចចងចាំថាអ្នកក៏ជាមនុស្សអ្នកក៏មានអារម្មណ៍អ្នកក៏មានដែនកំណត់របស់អ្នកដែរការនិយាយថាទេមិនធ្វើឲ្យអ្នកក្លាយជាមនុស្សអាក្រក់ទេការជ្រើសរើសសុខចិត្តតាមចិត្តរបស់ខ្លួនមិនមែនជាកំហុសរបស់អ្នកទេពេលដែលអ្នកផ្ដល់ភាពសំខាន់ដល់ខ្លួនឯងអ្នកនឹងចេះស្រឡាញ់ខ្លួនឯងនឹងយល់ពីខ្លួនឯងកាន់តែច្បាស់អ្នកនឹងចេះជ្រើសរើសអ្វីដែលសមនឹងតម្លៃនៃជីវិតរបស់អ្នកហើយចុងក្រោយកុំភ្លេចថាអ្នកមិនចាំបាច់រងចាំឲ្យអ្នកដទៃមកឲ្យតម្លៃអ្នកទេអ្នកអាចឲ្យតម្លៃខ្លួនឯងបានចាប់ពីថ្ងៃនេះតទៅព្រោះនៅពេលដែលអ្នកស្រឡាញ់និងថែរក្សាខ្លួនឯងបានល្អអ្នកនឹងអាចផ្ដល់អ្វីៗដែលល្អទៅឲ្យពិភពលោកដោយមិនបាត់បង់និងបោះបង់ខ្លួនឯងឡើយ